ប្រឆាំងដាច់ខាតមិនឲ្យរបបដកគុកឃើញនេះវិលត្រឡប់អបសាច់ជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងការថ្លែងបែបនេះនៅក្នុងទិវារំលឹកវិញ្ញាណក្ខន្ធ20ឧសភាក្នុងបរិវេណវត្តសាលាកាយចាស់ក្រោមអធិបតីភាពលោកស៊ុនហ៊ីមប្រធានក្រុមប្រឹក្សាស្រុកនិងមានការចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំមន្ត្រីរាជការនៃសាលាស្រុកសាលាក្រៅក្រុមប្រឹក្សាស្រុកលោកមេឃុំក្រុមប្រឹក្សាឃុំមេភូមិព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុបជាង300នាក់លោកសៀសខុមបានមានប្រសាសន៍លើកឡើងថាថ្ងៃទី20ឧសភាឆ្នាំ2025នេះជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានប្រារព្ធពិធីរំលឹកនិងសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវិញ្ញាណក្ខន្ធបុព្វការីជនកម្មាភិបាលយុទ្ធជនយុទ្ធនារីនិងប្រជាជនកម្ពុជាយើងដែលបានពលិជីវិតក្នុងភ្លើងសង្គ្រាមតស៊ូរំដោះជាតិនិងរងគ្រោះដោយសារសោកនាដកម្មនៃសង្គ្រាមជាង2ទសវត្សរ៍កន្លងទៅនេះពួកគាត់ទាំងឡាយបានឃ្លាតចាកឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់វិញទេពួកគាត់ទាំងឡាយបានសុខចិត្តលះបង់អាយុជីវិតដើម្បីតែបុព្វហេតុការពារជាតិមាតុភូមិនិងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជាតិកម្ពុជាទាំងមូលក្រោមមនោសន្តិភាពបច្ចុប្បន្ននេះបើយើងមានថ្ងៃនេះយើងក៏ត្រូវនឹកគុណថ្ងៃ2ធ្នូឆ្នាំ1978អញ្ចឹងរឿងប្រវត្តិរបស់កម្ពុជាវាផ្សារភ្ជាប់ពីដំណាក់កាលទៅដំណាក់កាលហើយមាន2ធ្នូឆ្នាំ1978ទើបយើងមាន7មករា1979មាន7មករា1979ទើបយើងមាន29ធ្នូឆ្នាំ1998ដែលជាថ្ងៃបញ្ចប់សោកនាដកម្មតសៃជូចាប់របស់កម្ពុជាគឺ29ធ្នូឆ្នាំ1998គឺជាថ្ងៃដែលបានបញ្ចប់សង្គ្រាមនិងបញ្ចប់ការបែកបាក់ពីតំបន់អភិភូមិប្រែក្លាយមកជាដំបូលនៃសុខសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនរឿងនេះគឺជារឿងប្រវត្តិរបស់កម្ពុជានិងដំណើររបស់កម្ពុជាក្មេងៗបងប្អូនយុវជនត្រូវចុះចាំនៅការជឿចាប់ប្រែក្លាយស្មារតីមូលគ្នាដើម្បីការពារសន្តិភាពឲ្យបានប្រតិភិទូអង្វែងជានិរន្តរ៍ការបែកបាក់ស្មារតីគឺបែកបាក់ជាតិដូច្នេះដើម្បីនិរន្តរភាពថែរក្សាបាននៅសុខសន្តិភាពជាចីរភាពយូរអង្វែងសម្រាប់កម្ពុជា